Bà video này nhom xôm cho rùm rùm lấy tục đo bị chun Campuchia chia sẻ cứ bị chun slow trongរបស់ Campuchia បានទទួលមរណភាពមួយក្នុងនាមខ្ញុំជាជនរួមជាក្នុងនាមខ្ញុំជាជនរួមភាសារួមដូនតារួមទឹកដីខ្ញុំពិតជាមានការកោតសរសើរចំពោះវីរភាពរបស់បងប្រុសមែនតើបើទោះបីជាបងបានបាត់បង់ជីវិតក៏ពិតមែនប៉ុន្តែវីរភាពអង្គអាចមិនខ្លាចពួកចោរឈ្លានពាននៅតំបន់ព្រំដែនបងបានធ្វើឲ្យពួកខ្ញុំជាពិសេសហ្នឹងគឺប្រជាជនខ្មែរទូទាំងប្រទេសមានការកោតសរសើរមែនតើខ្ញុំអត់ដឹងមិនទេប៉ុន្តែខ្ញុំមានអារម្មណ៍ថាក្តុកក្តួលមែនតើដោយសារតែយើងដឹងស្រាប់ហើយថាយើងមានអារម្មណ៍ថាសប្បាយចិត្តនៅពេលដែលឃើញកិច្ចព្រមព្រៀងសន្តិភាពរវាងយើងនិងអាចោរសៀមនេះបានបញ្ចប់ទៅហើយតែឥឡូវនេះថ្ងៃនេះអាចោរសៀមវាបានឈ្លានពានមកលើប្រជាជនកម្ពុជាយើងជាពិសេសហ្នឹងគឺទឹកដីយើងតែម្ដងវាបានបាញ់ប្រហារធ្វើឲ្យប្រជាពលរដ្ឋ3នាក់រងរបួសនិងម្នាក់ត្រូវបានបាត់បង់ជីវិតខ្ញុំឃើញវីដេអូជាពិសេសហ្នឹងគឺវីដេអូលោកយាយដែលគាត់បានពរកូនរត់បងប្អូនអរគ្នាអានេះយើងខ្លោចចិត្តហើយយើងមើលសកម្មភាពពួកអាចោរគេបាញ់នឹងវាធ្វើដាក់ប្រជាជនយើងយើងមានអារម្មណ៍ថាជឿចាត់មែនតើខ្ញុំនិយាយមែនណាបើសិនជាមានបរិមាណណូហ្នឹងដាក់ឯងផ្ទុះងាប់ខ្ទេចហ្មងវាមើងងាយយើងមែនតើណាពួកអានេះនិយាយមែនពូជសាសមួយនេះនិយាយរំទៅដល់ថ្នាក់មួយជីវិតនេះរហូតដល់ខ្ញុំស្លាប់ខ្ញុំមិនអាចបំភ្លេចអំពីសកម្មភាពវាបានហ្មងវាមានអារម្មណ៍ថាថោកទាបមែនតើណាអានេះក្នុងរឿងក៏ថោកក្រៅរឿងក៏ថោកគ្រប់យ៉ាងហ្មងឥឡូវនេះថ្ងៃនេះយើងខ្ញុំអត់ដឹងនិយាយមិនទេខ្ញុំមានអារម្មណ៍ថាគៀងដូចតែបងប្អូនអស់គ្នាចឹងក្រោយពេលដែលយើងមានអារម្មណ៍ថាសប្បាយសុវត្ថិភាពហើយនេះវាបានបង្កទង្វើថោកទាបក្រោមរូបភាពថាទាហានផនវាជន់មានដោយសារតែយើងទៀតអាចោគេបាញ់នេះបងប្អូនអស់គ្នាអ្វីដែលខ្ញុំចង់និយាយក្នុងវីដេអូនេះខ្ញុំមានតែរងចាំមើលចំណាត់ការថ្នាក់ដឹកនាំកម្ពុជាហើយខ្ញុំនៅតែប្រកាន់ចំហបើសិនជាបងប្អូនអរគ្នាឬក៏ប្រទេសមួយនេះត្រូវការកងកម្លាំងខ្ញុំនឹងខ្លាយទៅជាកងកម្លាំងម្នាក់នៅក្នុងចំណោមកងកម្លាំងស្ម័គ្រស្លាប់ដើម្បីប្រទេសជាតិនេះមួយរូបផងដែរសូមចិត្តបងប្អូនអរគ្នាឥឡូវនេះម៉ោងនេះអ្នកដែលមានរឿងឯកជនភាពសូមមេត្តាផ្អាកសិនមកមើលបញ្ហាប្រទេសជាតិអ្នកដែលមានរឿងរ៉ាវដែលចង់ផុសតាក់ទិនជាមួយនឹងរឿងឯកជនភាពក្តីបើសិនជាអាចផ្អាកសិនទៅយើងមកតាមដានមើលរឿងជាតិយើងឥឡូវនេះវាបាញ់ប្រជាជនយើងស្លាប់វាអត់មានការទទួលខុសត្រូវទេកាលដែលមានតម្លោះតាក់ទិនជាមួយនឹងប្រាសាទតាកបីវាបានបាញ់វីរៈកងទ័ពយើងស្លាប់ទៀតអាចោលថោកទៀតនេះឥឡូវនេះវាបន្តសកម្មភាពបាញ់ប្រជាពលរដ្ឋស្លូតត្រង់យើងទៀតឥឡូវនេះយើងត្រូវតែតាមដានទាំងអស់គ្នាយើងមិនអាចប្រឡែងព័ត៌មាននេះបានទេបងប្អូនទាំងអស់គ្នាមួយណាក៏សិតតែជាចំណែកនៃប្រជាជននិងប្រជាជាតិយើងបានដែរដូច្នេះបងប្អូនអរគ្នាគុំប្រឡែងព័ត៌មានដូច្នេះខ្ញុំសូមអំពាវនាវក៏ដូចជាសូមចិត្តបងប្អូនអរគ្នាជាពិសេសនេះអ្នកធ្វើវីដេអូក្តីហើយនឹងបងប្អូនទាំងអស់គ្នាដែលមានរឿងឯកជនភាពមេត្តាផ្អាកសិនហើយយើងតាមដានរឿងជាតិរបស់យើងហើយខ្ញុំសូមធ្វើការកាន់ទុកចំពោះប្រជាជនយើងដែលបានទទួលមរណភាពហើយដោយអំណាចនៃបុណ្យកុសលដែលខ្ញុំបានធ្វើហើយតាំងពីកើតមកដល់ប្រតនត្រ័យក្តីបានបួសរៀនក្តីបុណ្យកុសលនឹងសូមឧទ្ទិសជូនដល់វិញ្ញាណក្ខន្ធរបស់ប្រជាជនជាពិសេសបងប្រុសដែលបានទៅកាន់បរមសុខសូមឲ្យបងជួបប្រទះតែសេចក្តីសុខហើយកើតមកជាតិក្រោយសូមឲ្យបងមានសំណាងមានអាយុវែងពួកខ្ញុំនៅតែចងចាំបងខ្ញុំជឿជាក់ថាជនជាតិខ្មែរយើងនឹងរកយុត្តិធម៌ឲ្យបងនៅថ្ងៃណាមួយពេលណាមួយឲ្យទាល់តែបាននេះខ្ញុំជឿជាក់បែបហ្នឹង